mấy ai đom bị bà khét ban thì vậy hay ở con sọt thì phim đã là lấy cái nom kia từ bà bịa cái áo ăn tận đây xây từ xa cái ta xây rương cặp kỳ buổi phần bữa xuân nẹt viên ven xuân nẹt nơi cái này đi hai côi giờ mai mưa mà phơi chiên cho nam bồn bà hai chỉ dương cô tài vô ăn tận đây chỉ đi chơiในการbịa ở con sọt thì phim đừng ở conอยู่bài chỉ để hai đại ao dương mong côi nơi tiền đi miền sầm tập phim miền là tập phimในขนมกาก่อสร้างกระไรมุ้ยก่อสร้างเนื้อพุ่มคุ้มมุ้ยกระไรที่ต่างได้ทลบแต่เชี่ยไตตะสมอรภูมิเดินติดไม่ในขนมระบายกายดอมเคยดีดากดบานลึกอมปีสักดานุปลนึสกวิลไปเมียนกระไรទីតាំងធម្មជាតិអាចបង្កើតទេសចរច្រើនមានមិនខ្ញុំជិះទំរុយចុះមកនៅអូសោមឃើញទឹកស្អាតមានកន្លែងធ្វើវិរិយអកិសនីមានដីអំណោយផលសម្រាប់ធ្វើកសិកម្មប៉ុន្តែកុំភ្លេចថារបស់អស់នេះវានៅរាប់ពាន់រាប់លានឆ្នាំមកហើយប្រែคล้ายវាឲ្យទៅមានសក្តានុពលនេះវាមិនមែនកើតឡើងរាប់លានឆ្នាំឬមួយរាប់សិបឆ្នាំមុនទេគឺវាកើតនៅពេលនេះជាពិសេសនៅក្រោយការបញ្ចប់សង្គ្រាមដោយនយោបាយឈ្នះឈ្នះអញ្ចឹងយើងអាចថាបើគ្មាននយោបាយឈ្នះឈ្នះនឹងគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណៈបព្វជិជនទេខ្ញុំគិតថាកន្លែងនេះនៅតែកប់ចោលដដែលមិនអាចមានអ្នកណាមកទេព្រោះកន្លែងសង្គ្រាមកន្លែងតែកាប់ចាក់គ្នាផ្លូវយើងធ្វើរាប់រយគីឡូផ្លូវជាលេខ10តិចទៀតទៅហើយសួរថាបើគ្មានផ្លូវនេះមិនខ្ញុំជិះកន្ទុំរួយពីលើគ្មានមនុស្សណាទៅដល់ទេបាទឲ្យរុកព្រៃទៅមិនងាយទៅបើថាអ្នករុកបានមួយចំនួនប៉ុន្តែបើឲ្យប្រជាពលរដ្ឋទេសចរទៅប្រហែលជាពិបាកអញ្ចឹងការអភិវឌ្ឍកន្លែងនេះក៏ដូចជានៅទូទាំងប្រទេសគឺការធ្វើឲ្យខ្មែរស្គាល់ខ្មែរធ្វើឲ្យកូនខ្មែរស្គាល់ទឹកដីខ្មែរកាន់តែច្រើនពាក្យថាស្នេហាជាតិស្រឡាញ់ទឹកដីមិនមែនបានតែនិយាយតាម Facebookបានន័យថានិយាយតាមមីក្រូនិយាយតាមសភៅតាមសាលាតាមទីសាធារណៈតែខ្ញុំស្រឡាញ់នោះទេខ្ញុំចង់ការពារទឹកដីនោះទេប៉ុន្តែវាអាស្រ័យទៅលើការធ្វើសកម្មភាពជាក់ស្ដែងដាក់ចេញនៅគោលនយោបាយជាក់ស្ដែងនៅការជំរុញជាក់ស្ដែងដើម្បីយើងបានសុខសន្តិភាពនិងអភិវឌ្ឍប្រទេសជាពិសេសអភិវឌ្ឍតំបន់ព្រំដែនដើម្បីការពារទឹកដីនេះគឺជាការពិតដែលរាជរដ្ឋាភិបាលដឹកនាំដោយគណៈបព្វជិជនបានធ្វើកន្លងត្រឹមតែមិននិយាយបានទៅស្រែកពីក្រៅប្រទេសស្រឡាញ់ណាស់ទឹកដីដែលចប់ពី live show 20នាទីមួយคลิปកន្លះម៉ោងចេញទៅធ្វើអីផ្សេងបាទវាមិនងាយស្រួលទេនៅក្នុងការអភិវឌ្ឍប្រទេសជាពិសេសការបញ្ចប់សង្គ្រាមការប្រែក្លាយកន្លែងមួយទេដែលខ្ញុំហៅថាពាក្យពីរម៉ាត់កតាពីរទី1សន្តិភាពហើយទី2គឺសន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះដែលយើងមាននៅទីនេះកន្លែងខ្លះគេបញ្ចប់សង្គ្រាមដោយសារប្រើកម្លាំងវាយផ្ដាច់ចោលតែម្ដងដូចនៅប្រទេសស្រីលង្កាគឺវាយតមីលតៃហ្គើចោលតែម្ដងកាន់កាប់ទាំងអស់បញ្ចប់អ្នកទាំងនឹងចេញទៅណាទៅមកជាជនជាតិភាគតិចទៅគ្រប់គ្រងក្បាប់រដ្ឋអីទៅអត់មានទទួលអីទេប៉ុន្តែការបញ្ចប់សង្គ្រាមបានឲ្យយើងមកអង្គុយនៅទីនេះជួបគ្នាមិញខ្ញុំចូលមកជួបមេឃុំប្រម៉ោយអតីតមេវរៈ302ចំណុះឲ្យកងពលលេខ3ហើយប្រធានកងពលដូចជាប្រធានក្រុមប្រឹក្សាខេត្តប្រធានក្រុមប្រឹក្សាស្រុកវាវែងបាទច្រឡំមែនច្រឡំរៀនតាមប្រឹក្សាខេត្តពូចាំភ័យប្រធានក្រុមប្រឹក្សាស្រុកនៅទីនេះចឹងហ៎បងបាទគាត់បាទអ៊ំយ៉ងដែលពីមុនមេកងពលលេខ3តើហ៎នៅទីនេះដែលដឹកនាំប្រយុទ្ធជាមួយនឹងទ័ពរដ្ឋទ័ពរាជរដ្ឋាភិបាលទ័ពរដ្ឋកម្ពុជាដែលទ័ពរាជរដ្ឋាភិបាលដែលយើងបញ្ចប់រហូតសង្គ្រាមអញ្ចឹងអង្គុយចុះអញ្ចឹងបើសិនជាយើងសួរគាត់
មិនខ្ញុំសួរអ៊ំមេឃុំហើយខ្ញុំសួរលោកអ៊ំនេះដែលនៅនេះទាំងអ្នកដែលមកក្រោយសមារណកម្មទាំងអ្នកដែលនៅតាំងពីមុនសមារណកម្មខ្ញុំសួរថាអ៊ំខ្ញុំសួរប្រមាថពើកាលពីនៅវាយគ្នាអ៊ំមានដែរគិតថាវាលវែងយើងប្រម៉ៅយើងដូចរាល់ថ្ងៃនេះទេគាត់ថាគ្មានទេហើយគាត់ក៏មិនដឹងផងបើនៅវាយគ្នាមេវរៈហ្នឹងមិនស្រួលអាចពាក់លីនៅលើសមរភូមិឲ្យមិញតែមិនមែនតែអ៊ំមេគុំទេអ៊ំនៅក្រោយប្រមាណនេះប្រហែលជាអតីតទាហានដូចគ្នាគាត់ស្រែកថាអត់ទេមិនប្រកាសទេសួរអ៊ំស្រីនៅទីនេះគាត់ថាខ្ញុំថាកាលមុនបញ្ចប់សង្គ្រាមរៀននៅណាគាត់ថាកូនអត់មានសាលារៀនទេកាលនៅវាយគ្នានោះបាទហើយមិនស្រួលធំមិនស្រួលគឺចាប់ចូលច្បាំងគ្នាហើយនេះជាផលមនុស្សផលនៃសន្តិភាពដែលអ្នកខ្លះថាចំអកឲ្យអរគុណសន្តិភាពតែមកសួរនៅទីនេះមើលទឹកដីនៅទីនេះហើយនឹកឡើងវិញនៅអតីតកាលមិនយូរពីមុនទេបានយើងគួរឲ្យអរគុណសន្តិភាពទាំងអស់គ្នាដែលយើងអង្គុយនៅទីនេះមកពីណាក៏ដោយសុខចិត្តមកហត់2ម៉ោងមកតាំងពីម៉ោង2ប៉ុន្តែជិះឡានអត់មានរយៈទេជិះគោយន្តធ្វើមធ្យោបាយធ្វើតាណាអត់ពិបាកហើយចេញទៅវិញក៏មិនដេកផ្លូវហើយចេញទៅវិញក៏មិនព្រួយពីរឿងថាតើតំបន់នេះកូនយើងទៅយ៉ាងម៉េចដូចកាលនៅក្នុងសង្គ្រាមនេះគឺជាមនោយផលនៃសន្តិភាពដែលយើងបានទាំងអស់គ្នាយើងគិតថាប្រែប្រួលតិចតួចមិនអីទេអញ្ចឹងបានthấyថាកន្លែងនេះកន្លែងដែលកំពុងវាយគ្នាក្តៅនេះคล้ายទៅជាទីវាលមួយកន្លែងទីលានសាលាមួយហេដ្ឋារចនាសម្ព័ន្ធមិនចាញ់សាលាដោយទីរួមខេត្តគឺដោយសារកត្តានេះឯងទី2គឺនយោបាយឈ្នះសន្តិភាពហើយគឺនយោបាយឈ្នះការធានា3ធានាអាយុជីវិតធានាទ្រព្យសម្បត្តិធានាទួនាទីអញ្ចឹងសិទ្ធិសេរីភាពគ្មានការចាប់ចងសម្រាប់លើកលែងតែពេលទឹកនាំជាប់ខ្ពស់ដែលអង្គការសហប្រជាជាតិយើងតុលាការដីខ្មែរក្រហមចាត់តែ